ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកនិយាយអំពីផ្សិតអំបោះរបស់ពួកខ្ញុំចាអញ្ចឹងផ្សិតអំបោះដាំងាយស្រួលបងប្អូនគាត់តែតម្រៀបអញ្ចឹងហើយមានស្អីបាំងចាបាំងម្លប់អញ្ចឹងណាអញ្ចឹងបងប្អូនទិញទាំងកញ្ចប់ទៅវាដើរបានប៉ុណ្ណេះហើយនឹងទៅបងប្អូនត្រៀបសិនឲ្យស្រោចទឹកលើកញ្ចប់វាបែបហ្នឹងដើម្បីឲ្យវាមានសំណើមណាហើយយើងអត់តន់ដោះអានេះហេយើងដោះបានលុះត្រាតែវាចេញផ្កាមកស្ទូលហើយបានយើងដោះហើយយកទៅតម្រៀបស្រោចណាឥឡូវបងប្អូនមកមើលនេះដូចកញ្ចប់នេះអញ្ចឹងណាវាចេញស្ទូលអញ្ចេះហើយខ្ញុំក៏អត់ទាន់ដោះដែរខ្ញុំយកទៅតម្រៀបដាក់ក្នុងអាវាំងណូនោះលើហើយដូចអានេះគឺដោះបានហើយអញ្ចឹងពេលដែលយើងទិញទៅហ្នឹងគឺយើងទុកទាំងកញ្ចប់បែបហ្នឹងអត់ធ្វើអីទេរហូតដល់វាចេញបែបហ្នឹងទើបយើងយកទៅស្រោចទឹកឲ្យរាល់ថ្ងៃហ្មងមិនថាទាំងកញ្ចប់ដែលវាអត់ទាន់ចេញហើយយើងអត់ស្រោចទឹកទេស្រោចទឹកដែរគាត់ថាយើងស្រោចទឹកលើស្រោចទឹកលើផ្សាវាត្រជាក់បន្ទាប់ពីចេញអានេះហើយចេញការបែបនេះហើយយើងស្រោចព្រឹកងាយយាយចាអញ្ចឹងពេលបងប្អូនទិញទៅតាំងកញ្ចប់អញ្ចឹងអានេះដើរពេញទេតែវាអត់ទាន់ចេញទេអញ្ចឹងយើងត្រូវស្រោចទឹកលើនេះឲ្យសើមឃើញខ្ញុំស្រោចឲ្យសើមរហូតដើម្បីឲ្យវាត្រជាក់ពេលដែលវាចេញមកវានឹងស្ទូលចេញមកតាមនេះហើយអញ្ចឹងយើងបកបានហើយយកទៅតម្រៀបស្រោចទឹកព្រឹកងាយស្រោចគឺស្រោចនៅលើកញ្ចប់របស់យើងនេះហើយនឹងចូលផ្ទៃខាងក្នុងនេះតិចនេះបងប្អូនមើលអានេះចេញហើយអានេះខ្ញុំទៅបកភាសាខ្ញុំឃើញវាចេញហើយស្រោចទឹកចូលយកក្នុងហ្នឹងហើយនឹងលើដល់នេះខ្ញុំនឹងយកទៅតម្រៀបតាមខាងក្នុងវាំងដូននេះអាក្នុងវាំងដូនគឺវាចេញហើយបើខ្ញុំដាក់នៅក្នុងហ្នឹងអានេះដែលវាអត់ទាន់ចេញផ្កាគឺខ្ញុំដាក់ខាងក្រៅសិនប៉ុន្តែខ្ញុំនៅតែបន្តស្រោចទឹកលើកញ្ចប់ដើម្បីឲ្យវាត្រជាក់មានសំណើមរហូតណានេះបងឃើញវាចេញហ៎អញ្ចឹងយើងត្រូវស្រោចទឹកវាព្រឹកងាយស្រោចបញ្ចុកក្នុងនឹងខ្លះនឹងក្រៅខ្លះហើយដូចអានេះអញ្ចឹងសឹកតែចេញហើយអញ្ចឹងចេញគឺខ្ញុំបកក្តាស់បិទមុខវាហើយអញ្ចឹងចាំណាពេលបងទិញទៅអត់ទាន់បកអានេះទេគឺទុកទាំងកញ្ចប់ចឹងឲ្យស្រោចទឹកលើកញ្ចប់ឲ្យវាត្រជាក់រហូតពេលដែលវាចេញហើយបានយើងបកអានេះណាពេលដែលវាចេញផ្កាហើយបានបកអានេះពូជពណ៌សបងអូនអានេះពូជពណ៌ខ្មៅខ្ញុំមានពណ៌ខ្មៅពណ៌សអញ្ចឹងណាតមិចជុំគ្នាអញ្ចឹងនេះមកកញ្ចុំធំអញ្ចឹងឃើញស្អាតណាបងអូនអានេះវាត្រូវការសំណើមផ្សិតនេះស្រោចទឹកវាព្រឹកងាយវាឆាប់ធំលឿនណាព្រឹកមិញហ្នឹងគឺម៉ែខ្ញុំដកបានប្រហែលជា2គីឡូមួយថង់ធំមួយស្បោងធំបងអូនអើយពុកផ្សិតនេះវាអត់សូវមានទម្ងន់ទេបងប្អូនខាងនេះចង់សេវទៅវិញដោយសារតែវាស្ងួតអញ្ចឹងហើយខ្ញុំតិចទៀតខ្ញុំនឹងស្រោចទឹកឯនេះដល់នេះអីតិចទៀតខ្ញុំស្រោចទឹកទៅវាចេញមកវិញព្រោះអានេះឃើញបងប្អូនវារបកគម្របណាអញ្ចឹងឲ្យធ្វើឲ្យស្ងួតអញ្ចឹងវាងាយចេញឯងឲ្យតែណាស្ងួតគឺវាក្រៀមកពើតបែបហ្នឹងវាត្រូវការសំណើមណាអញ្ចឹងយើងត្រូវស្រោចទឹកវាមួយថ្ងៃ2ដងចាអានេះយូរខែណាបងប្អូន4ខែអានេះហ៎អញ្ចឹងដល់ពេលដែល4ខែហើយបងប្អូនយើងត្រូវមិនដកកនេះបកកនឹងហែកឲ្យវាធំកញ្ចប់ឲ្យវាធំកប៉ាងធំបែបនេះនេះឧទាហរណ៍ពេលវាបាន4ខែ3ខែជាងហើយគឺហែកចឹងមកឲ្យស្រោចទឹកទៅអញ្ចឹងណាស្រោចទឹកលើហើយនៅខាងក្នុងតិចអញ្ចឹងណាដើម្បីវាមានសំណើមណាអញ្ចឹងការដាំសិនរបស់ហ្នឹងគឺងាយស្រួលហើយខ្ញុំចង់បញ្ជាក់ប្រាប់ថាពួកខ្ញុំអត់ប្រើសារជាតិគីមីទេអត់ប្រើថ្នាំអីជំនួយទេខ្ញុំឃើញមានបងខ្លះណាក៏សួរខ្ញុំថាអ្នកគ្រូមានថ្នាំបជាអត់មានលក់ថ្នាំបាញ់អាហ្នឹងអត់ខ្ញុំថាខ្ញុំអត់ប្រើទេខ្ញុំអត់លក់ថ្នាំទេហើយផ្សិតរបស់ខ្មែរគឺធម្មជាតិណាពួកខ្ញុំដាំមកមានដាក់ជាតិគីមីណាបងអូនគឺផ្សិតធម្មជាតិបើបងប្អូនចង់ឲ្យវាហ្នឹងធំលឿនបងប្រើការស្កររងូដាក់ការស្កររងូនិងពេត្រូមក4ឬក៏5ស្លាបព្រាមកកូរមួយទឹកមកបងប្រហើស្រោចលើនេះហើយនឹងក្នុងនេះមកបើបងមានអាម៉ាទ័រផ្សេងគ្រូគឺកាន់ល្អប្រហើលើវាទៅវាឆាប់ធំលឿនបច្ចេកអន្តិចផ្សិតរបស់ពួកខ្ញុំគឺផ្សិតធម្មជាតិអត់មានប្រើថ្នាំគីមីអីទេណាបងចង់បានឆាតកំងទិញបានចា account ឈ្មោះបតង់លក់មេផ្សិតចំបើងឬក៏បតង់ជាអក្សរអង់គ្លេសឬក៏ account នឹងខ្ញុំនេះ Channel លក់មេផ្សិតចំបើងនេះហើយឬក៏ account ឈ្មោះ Net Maradi
ចឹងមេសិតរបស់ពួកខ្ញុំមានឲ្យថ្ងៃច័ន្ទបាទខ្ញុំចេញជាមួយនឹងមេសិតចំបើងណាសិនរបស់ក៏មានដែរណាបងបងអាចឆាតសាកសួរព័ត៌មានបន្ថែមបានចាដល់នេះអញ្ចឹងគឺកញ្ចប់ចាស់ហើយ4ខែណាអញ្ចឹងយើងអាចបើកឲ្យធំចេះបាននេះហែកវាធំអញ្ចឹងមកអានេះអីអញ្ចឹងឃើញវាចេញសខាងក្នុងអត់អញ្ចឹងយើងហែកវាឲ្យធំអញ្ចឹងមកណែហែកអញ្ចឹងមកញ៉េបើនេះសកញ្ចប់ចាស់ខ្ញុំបានស្រោចទឹកទេអញ្ចឹងវាស្ងួតវាមិនចាញ់ទេតវាមានសំណើមអញ្ចឹងបងប្អូនស្រោចលើនេះហើយនឹងខាងក្នុងអញ្ចឹងម្ដងទៀតបងទិញដុំកញ្ចប់សិនរបស់ទៅបងទៅរៀបហើយស្រោចទឹកលើបែបហ្នឹងរហូតដល់ទៅវាចេញស្ទូលអញ្ចឹងហើយបានបកអានេះណាបងប្អូននេះឃើញនេះចេញអត់តែមកអត់ទាន់បកអីគឺខ្ញុំនៅស្រោចទឹកលើនេះសិនដើម្បីឲ្យវាចេញស្អាតព្រោះអានេះបានយើងបកកើតណាអានេះដូចគ្នាទិញទាំងកញ្ចប់ដាំទាំងកញ្ចប់សិនបងនេះដាំស្រួលណាបងប្អូនសម្រាប់បងប្អូនដែលរវល់ច្រើនការងារច្រើនណាអត់មានពេលថែទាំដាំសិនបងនេះទៅងាយស្រួលដាំណាស់ចាំបានមេសិតឆាតមកណាបងអរគុណច្រើន